រឿងភ្លើងឆេះផ្ទះបាទដកស្រង់ចេញពីសៀវភៅប្រាជ្ញាជីវិតដែលរៀបរៀងដោយលោកគ្រូគឹមចន្ទនាអញ្ចឹងយើងស្រះរបងមុនក្របីបាតធ្វើរបងមុនក្របីបាតកុំឲ្យដល់ក្របីបាតហើយបានចាប់ដើមធ្វើមិនកើតទេអ្នកខ្លះនិយាយថាគ្មានអ្នកណាដឹងមុនទេថាថ្ងៃមុខនឹងមានរឿងអីកើតឡើងហេតុនេះមិនចាំបាច់គិតអីឲ្យវែងឆ្ងាយពេកទេឆ្អិនត្រង់ណាដួសស៊ីត្រង់នឹងទៅកុំឲ្យហួសពេលសោយសុកសិនទៅស្ដាប់ទៅហាក់ដូចជាសមហេតុសមផលមួយយ៉ាងដែរតែបើគិតឲ្យវែងឆ្ងាយបន្តិចយើងនឹងឃើញថាអ្នកនោះកំពុងគេចវេះពីការពិតសូម្បីតែយើងមិនអាចស្មានបានថានឹងមានអ្វីកើតឡើងនៅថ្ងៃអនាគតតែក៏មិនមែនបានន័យថារឿងដែលនឹកស្មានមិនដល់វានឹងមិនកើតឡើងនោះទេប្រសិនបើយើងត្រៀមទុកជាមុនការពារជាមុនឲ្យបានជាប្រចាំទោះជាមានរឿងអ្វីកើតឡើងមែននោះក៏យើងមានវិធីទប់ទល់រួចហើយដែរល្អជាជាងដល់ពេលមានបញ្ហាកើតឡើងស្រាប់តែមិនដឹងថាត្រូវធ្វើយ៉ាងម៉េចបើយើងឃើញតែអ្វីនៅនឹងមុខគិតត្រឹមតែបច្ចុប្បន្នមិនបានព្រៀងទុកដល់អនាគតលុះថ្ងៃណាមានរឿងកើតឡើងជាយថាហេតុវាអាចធ្វើឲ្យយើងទាល់ច្រកដោះស្រាយមិនចេញផ្លូវដែលល្អគឺត្រូវសម្លឹងមើលឲ្យបានវែងឆ្ងាយបន្តិចសូម្បីតែការធ្វើឲ្យបច្ចុប្បន្នបានល្អប្រសើរវាជារឿងសំខាន់តែយើងក៏ត្រូវចេះធ្វើគម្រោងរយៈពេលវែងសម្រាប់អនាគតផងដែរមានគ្រួសារមួយទៅតែសង់ផ្ទះហើយស្រេចតែផ្ទះបាយនៅរៀបចំមិនទាន់បានល្អនៅឡើយបំពង់ផ្សែងនៅលើចង្ក្រានដាក់បញ្ឈរត្រង់ពេកនៅជិតចង្ក្រានមានចំបើងនឹងអស់មួយគំនរថ្ងៃមួយគេកំពុងធ្វើពិធីជប់លៀងឡើងផ្ទះមានភ្ញៀវម្នាក់ចូលមកក្នុងផ្ទះបាយក៏ធ្លាយមាត់ដាស់តឿនម្ចាស់ផ្ទះថាផ្ទះបាយរបស់អ្នកគួរកែសម្រួលវាខ្លះម្ចាស់ផ្ទះសួរទៅវិញវាទាស់ខុសអីឬភ្ញៀវនោះក៏ប្រាប់ថាបំពង់ផ្សែងដាក់បញ្ឈរត្រង់ពេកអ្នកគួរធ្វើបំពង់ផ្សែងឲ្យវាកោងចេញទៅក្រៅបន្តិចឯចំបើងនឹងអស់ដាក់ចិត្តជាប់នឹងចង្ក្រានយ៉ាងនេះវាអាចនឹងធ្វើឲ្យភ្លើងឆាបឆេះរាលដាលបានដោយងាយម្ចាស់ផ្ទះស្ដាប់ហើយគ្រាន់តែញញឹមតែធ្វើមិនដឹងមិនលឺមិនមានការចាប់អារម្មណ៍អ្វីទាំងអស់មិនយូរប៉ុន្មានក៏ភ្លេចបាត់ទៅបន្តិចក្រោយមកផ្ទះក៏ត្រូវភ្លើងឆេះមែនអ្នកជិតខាងប្រញាប់នាំគ្នាមកជួយពន្លត់ភ្លើងអ្នកខ្លះចេះទឹកខ្លះបាចដីខ្លះជួយជញ្ជូនអីវ៉ាន់រហូតដល់ភ្លើងរលត់អស់ក្រៅពីអីវ៉ាន់ខ្លះក្នុងផ្ទះបាយត្រូវភ្លើងឆេះបន្តិចបន្តួចសំណាងល្អដែលភ្លើងមិនបានឆេះរាលដាលដល់ក្នុងផ្ទះធំដើម្បីសម្ដែងនៅការដឹងគុណដល់អ្នកជិតខាងម្ចាស់ផ្ទះក៏កាប់គោមួយក្បាលរៀបចំធ្វើម្ហូបអាហារស្រាសាច់ខ្លែមជប់លៀងមួយតុធំគេបានអញ្ជើញអ្នកដែលត្រូវរលាកភ្លើងអ្នកត្រូវរបួសឲ្យអង្គុយកៅអីកិត្តិយសនិងអ្នកផ្សេងទៀតអង្គុយជាបន្តបន្ទាប់តាមលំដាប់គុណសម្បត្តិតិចឬច្រើនរៀងខ្លួនមានភ្ញៀវតែម្នាក់គត់ដែលមិនត្រូវបានគេអញ្ជើញគឺអ្នកដែលប្រាប់ឲ្យម្ចាស់ផ្ទះកែសម្រួលផ្ទះបាយកាលពីពេលមុននោះឯងពេលដែលគ្រប់គ្នាកំពុងផឹកស៊ីយ៉ាងសប្បាយរីករាយស្រាប់តែមានបុរសម្នាក់និយាយឡើងថាបើកាលមុនអ្នកឯងស្ដាប់តាមពាក្យណែនាំរបស់អ្នកដែលមានបំណងល្អនោះដូចជាកែសម្រួលបំពង់ផ្សែងយកចំបើងនឹងអស់ចេញប្រហែលជាមិនមានអ្វីខូចខាតដូចថ្ងៃនោះទេហើយក៏មិនពិបាកកាប់គោទិញស្រាឲ្យពួកយើងផឹកនាំតែខាតអីដែរថ្ងៃនេះអ្នកអញ្ជើញពួកយើងមកសងគុណនៅអំពើល្អចុះហេតុអ្វីបានជាអ្នកភ្លេចនឹកដល់បរិះដែលជាអ្នកធ្លាប់ដាស់តឿនកាលពីមិនទាន់មានភ្លើងឆេះឬមួយអ្នកយល់ថាអ្នកដែលដាស់តឿនឲ្យការពារកុំឲ្យភ្លើងឆេះនោះមិនមានអីល្អមានតែអ្នកជួយពន្លត់ភ្លើងទេឬទៅជាអ្នកល្អខ្ញុំយល់ថាអ្នកគួរតែអញ្ជើញអ្នកដែលបានដាស់តឿននោះមកចូលរួមហើយត្រូវឲ្យគេអង្គុយត្រង់កៅអីកិត្តិយសទៅផ្សំ Oh no
ម្ចាស់ផ្ទះស្ដាប់ហើយក៏យល់ព្រមធ្វើតាមដោយប្រញាប់ប្រញាល់ទៅអញ្ជើញអ្នកមានបំណងល្អមកចូលរួមព្រមទាំងថ្លែងនៅអំណរគុណរួចហើយឲ្យអង្គុយចំកន្លែងកិត្តិយសភ្ញៀវទាំងអស់ក៏នាំគ្នាទះដៃអបអរក្រោយពីនោះមកម្ចាស់ផ្ទះក៏សង់ផ្ទះបាយសារជាថ្មីទៅតាមពាក្យណែនាំរបស់ភ្ញៀវនោះដែលបំពុងផ្សែងកោងចេញក្រៅចំបើងនឹងអស់ដាក់ឆ្ងាយពីចង្ក្រានព្រោះពេលវេលានៅវែងឆ្ងាយតទៅមុខក្នុងជីវិតរស់នៅរបស់យើងសប្តាហ៍ថ្ងៃជួនកាលការមើលរំលងទៅលើរឿងខ្លះដែលយើងយល់ថាជារឿងកំប៉ិចកំប៉ុកវាបែរជាធ្វើឲ្យយើងជួបនឹងបញ្ហាធំៗទៅថ្ងៃក្រោយហេតុនេះបើមានការដាស់តឿនអ្វីមួយអ្នកគួរយកមកត្រេះរិះពិចារណាបន្តិចសិនមុននឹងសម្រេចចិត្តទាត់វាចោលពាក្យស្លោកមួយគេថាការពារប្រសើរជាងព្យាបាលចូលអ្នកកុំមើលស្រាលពាក្យដាស់តឿនមួយម៉ាត់អាចមានតម្លៃយ៉ាងមហាសាល